កំណែគណិតវិទ្យាថ្នាក់ទី4មេរៀនទី9វិធីចែកការចែកចំនួនមានលេខ4ខ្ទង់និង1ខ្ទង់មានសំណល់អញ្ចឹងយើងបន្តចូលលំហាត់អក្សរដអញ្ចឹងដើម្បីចែកលេខហ្នឹងដំបូងគឺយើងត្រូវកាត់ខ្ទង់ខាងតំណាងចែកនេះអញ្ចឹងយើងកាត់មួយខ្ទង់មកអញ្ចឹងបន្ទាប់ពីកាត់ហើយយើងឃើញថាខាងនេះមានលេខ5ហើយខាងតួចែកលេខ6អញ្ចឹងខាងតំណាងចែកតូចជាងចេះគឺយើងអាចចែកបានទេយើងត្រូវកាត់ថែមមួយខ្ទង់ទៀតអញ្ចឹងគឺយើងត្រូវកាត់យក2ខ្ទង់បន្ទាប់ពីកាត់ហើយគឺយើងត្រូវគិតថាតើ52នេះចែកឲ្យ6តើបានប្រមាណអញ្ចឹងចង់ដឹងថាចែកបានប្រមាណគឺយើងរត់ទៅសូត្រមេ6ថាតើ6ប្រមាណដងដែលស្មើនឹង52ឬក៏នៅក្បែរ52នឹងអញ្ចឹងយើងសូត្រមកដល់6ចា6 8ដងដល់6 8ដងគឺ48ពេលដែលយើងសូត្រនឹងយើងត្រូវគិតធៀបនឹងអា52នេះតើប្រមាណដងដែលនៅចិត្តអា52នឹងអញ្ចឹងយើងសូត្រទៅដល់6 8ដង48 6 9ដងគឺ54អញ្ចឹងដល់កន្លែងហ្នឹងគឺយើងត្រូវវិភាគថាបើសិនជាយើងមានចំនួន54ហើយយើងយកទៅចែកឲ្យ6គឺបាន9តែចំនួនយើងគឺ52អញ្ចឹងតើ52ចែកឲ្យ6បានប្រមាណអញ្ចឹងបើយើងមានចំនួន48យើងយកទៅចែកឲ្យ6គឺបាន8អញ្ចឹងចំនួនយើង52គឺអាចដាក់ថាចែកបាន9ទេព្រោះចែកបាន9លុះត្រាតែ54អញ្ចឹងដាក់ត្រឹមនេះគឺបានត្រឹម8អញ្ចឹងបន្ទាប់ពីយើងគិតឃើញថា52ចែកឲ្យ6បាន8យើងត្រូវសរសេរលេខ8នឹងកន្លែងផលចែកអញ្ចឹងយើងសរសេរដាក់លេខ8ចាឥឡូវយើងលុបអានេះចេញសិនកុំឲ្យវាទៅបន្ទាប់ពីយើងគិតឃើញថាចែកបាន8អញ្ចឹងហើយយើងត្រូវយក8នេះទៅគុណនឹង6អញ្ចឹង8 6ដង48ឃើញ48ហ្នឹងយើងត្រូវយកមកដាក់ដកក្រោមតំណាងចែកដែលយើងកាត់ខ្ទង់នឹងចាអញ្ចឹងយើងយក52ដក48នឹងមកអញ្ចឹង2ដក8អញ្ចឹង2តូចជាង8អាចដកបានទេត្រូវខ្ចីខ្ទង់ខាងមុខអញ្ចឹង2ឡើងទៅជា12ហើយ5នេះគឺនៅសល់4អញ្ចឹង12ធំជាង8ដកបានហើយ12ដក8គឺនៅសល់4អញ្ចឹងយើងសេលេខ4បន្ទាប់មក4ដក4សល់0អញ្ចឹងយើងសេលេខ0បន្ទាប់មកគឺយើងត្រូវទម្លាក់លេខដែលមិនទាន់បានចែកអញ្ចឹងគឺលេខ1ដែលយើងអត់ទាន់បានចែកមកយើងកាត់2ខ្ទង់អញ្ចឹងទម្លាក់លេខ1មកគឺ40 41បន្ទាប់មកគឺយើងត្រូវវិភាគទៀតថាតើ41ចែកឲ្យ6បានប្រមាណអញ្ចឹងយើងទៅសូត្រមេ6ថាតើ6ប៉ុន្មានដងដែលស្មើ41ឬក៏នៅកៀក41អញ្ចឹងយើងសូត្រតាំងពី6ម្ដងរហូតដល់6 6ដងអញ្ចឹងយើងសូត្រទៅឃើញ6 6ដងគឺស្មើនឹង36ហើយបើ6 7ដងគឺស្មើ42អញ្ចឹងតាមរយៈមេលេខហ្នឹងយើងអាចដឹងអីគេខ្លះអញ្ចឹងយើងដឹងថាបើយើងមានចំនួន42យើងយកទៅចែកឲ្យ6ទៅបាន7តែចំនួនយើងគឺមានតែ41ទេអញ្ចឹងបើ36យកចែកឲ្យ6គឺបាន6អញ្ចឹងគឺយើងដាក់បានតែត្រឹម6ទេបានន័យថា41នេះចែកឲ្យ6គឺបានត្រឹមតែ6ទេអត់អាចដាក់ដល់7ទេអញ្ចឹងពេលយើងគិតចឹងចេញហើយយើងយកចំនួន6នឹងយកទៅដាក់កន្លែងផលចែកដាក់បន្ទាប់ពីលេខ8នឹងបន្ទាប់ពីដាក់ផលចែកអញ្ចឹងហើយយើងត្រូវយកកន្លែងលេខ6នឹងទៅគុណនឹងទូចែកដែលជាលេខ6ដូចគ្នានឹងអញ្ចឹង6 6ដង36ឃើញ36នឹងយកមកដកក្រោមតំណាងចែកអញ្ចឹងយើងចាប់ផ្ដើមដក1ដក6គឺយើងអាចដកបានទេដោយសារ1តូចជាង6អញ្ចឹង1នឹងត្រូវទៅខ្ចីខ្ទង់បន្ទាប់អញ្ចឹង1នឹងឡើងទៅជា11ហើយ4នេះនៅសល់3អញ្ចឹង11ដក6យើងដកបានហើយ11ដក6សល់5អញ្ចឹងយើងសរសេរលេខ5ហើយ3ដក3សល់0នេះយើងសរសេរលេខ0លេខ0នេះចង់ច្រឡំមួយលេខ5លេខ6បន្ទាប់មកគឺយើងត្រូវទម្លាក់
បន្តទៀតលេខដែលយើងមិនទាន់បានចែកហ្នឹងអញ្ចឹងយើងទម្លាក់លើមុនដល់លេខ1ហើយឥឡូវយើងទម្លាក់លេខ7ចុងក្រោយគេអញ្ចឹង57ចឹង57តើចែកឲ្យ6បានប្រមាណចង់ដឹងទៅបានប្រមាណគឺយើងទៅសូត្រមេ6ទៅតើ6ប្រមាណដងដែលស្មើ57ឬនៅគៀកនឹង57ប៉ុន្តែអាចយកអាធំជាងណាដោយសារចំនួនយើងមាន57ចឹងគឺយើងសូត្រទៅដល់6 9ដង6 9ដងគឺ54អត់អាចដាក់ដល់10ដងណាទោះបើដាក់10ដងក៏អត់ដល់ដែរនេះ6 10ដងនិយាយទៅគឺដាក់បានត្រឹម9ដងយើងសង្កេតណាបើសិនជាដាក់10ដងមកន័យថាយើងចែកពីលើនឹងខុសហើយអញ្ចឹងយើងសូត្រទៅដល់6 9ដល់54ហើយចំនួនរបស់យើងគឺ57ចាអញ្ចឹងអានេះធំជាង54ចុះបើយើងមាន54យើងយកទៅចែកឲ្យ6គឺបាន9អញ្ចឹងបានន័យថា57នឹងចែកឲ្យ6បាន9ហើយវាសល់តិចតួចនឹងឯងចាអញ្ចឹងយើងត្រូវដាក់កន្លែងចម្លើយគឺលេខ5 9បន្ទាប់មកគឺយើងត្រូវយក9នឹងទៅគុណនឹង6 9 6ដង54អញ្ចឹងយើងសេលេខ50 54ដាក់ដកក្រោមតំណាងចែកដែលយើងយកមកគិតនឹងអញ្ចឹងយើងចាប់ផ្ដើមដក7ដក4សល់3សរសេរលេខ3ហើយ5ដក5សល់0អញ្ចឹងលេខហ្នឹងមានប៉ុណ្ណឹងអាលេខដែលយើងទម្លាក់មកនោះវាអស់ហើយអានេះគឺជាសំណល់អញ្ចឹង5217នឹងចែកឲ្យ6ចម្លើយគឺ869ហើយសំណល់សល់3អញ្ចឹងតើតងកំណែលំហាត់ដហ្នឹងចាស់គឺមានប៉ុណ្ណឹងហើយបើចង់បានកំណែលំហាត់បន្តទៀតកុំភ្លេចចុច like ហើយចុច subscribe ឬចុចសញ្ញាកណ្ដឹងផងអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងសូមអរគុណច្រើននិងសូមជម្រាបលា